miền có slap nè cro có slap nè lợn ngông có slap nè miền pa nha có slap bờ song có sợi cốt dương này có slap bờ slap tiếng trong mình chọc slap đôi kia hay ấy có cung côn song sắc chiếu bát kia cho chín tranh thưa vậy xua sầm nụ thuần anh tư các bậc cung côn song sắc cắp sầm lấp banh kia pin tập viên pin tập bát tê pin tập ấy tiết bị phốp lô tại một đó số tháp banประโยชน์ấy tư bậc cung tại slap đối với này kết bị tràn mà lang với chỉ vật dân tách na chẳng bật tách tới rốt nơi sang ông pơ lo cho mỗi cái này bàn tràn tư rồi sang ba bọn sầm đại tham mày điệp đôi chỉ trái đại cao đồng bị đai trái cao đồng bị đai lúc nè mơ khơi nha con trai pro sray từ mơ tới trái cao bị đai trái này từ xin nè nè vừa sầm lạp nè nè trái này vừa xin đai sầm lạp đai nâng với nhang nam minh bọn ông phải chạy tham mày bậc con bà sang ba bậc cam hơi nữa ba bậc cam nâng rồi mấy oi phò bậc con nâng vinh đôi sầm màu ẩn tô tạm pràn đấy ọt bát thế nè cầm tàu khơi cái nè miền mà cái nó khơi nè class phơi phơi cọm phơi bắp tới nơi tầm miền tha ọt cá mình toàn oi phò bắp ở toàn oi phò bọn ông phải chia tha sầm màu tô tạm pràn ọt đai thế miền ọt cá oi phò lại chẳng bẩm nạch nâng slap chỉ vật tịch tầm mùi ní sang bon cho mùi kia bàn chán mình bắt chân này chưa ní tê rồi cái sang ná cái bàn là vậy cái bàn là nâng hai cái sang bon cái bàn bon hai sang ba bàn ba thôi bọn ông sầm đánh ọt khóc tê chẳng không nè bọn ông phải chia tham mạch nè bị rót nó clear bọn ông sầm đánh bon cứอายุดอกประสาพองยศดอกประสาพองเกชโมดอกประสาพองសេចក្តីសុខដល់ប្រសើរផងកម្លាំងដល់ប្រសើរផងរំលែងចម្រើនដល់បុគ្គលអ្នកចេះថ្លានិងវត្ថុដល់ប្រសើរដឹងច្បាស់នៅធម៌ដល់ប្រសើរជ្រះថ្លាក្នុងធម៌ព្រះពុទ្ធដល់ប្រសើរជាតក្កណីយបុគ្គលរកបុគ្គលដទៃប្រសើរគ្មានជ្រះថ្លាក្នុងព្រះធម៌ដល់ប្រសើរជាធម៌ប្រះចរិយកៈជាធម៌ស្ងប់រងាប់នាំមកនៅសុខជ្រះថ្លាក្នុងព្រះសង្ឃដល់ប្រសើរជាបញ្ញខេតរកខេតដតីក្រៃលែងជាងគ្មានជាអ្នកឲ្យនៅទានបុគ្គលដល់ប្រសើរបុគ្គលអ្នកមានប្រាជ្ញាមានចិត្តតម្កល់នៅក្នុងធម៌ដល់ប្រសើរជាអ្នកឲ្យនៅទានចំពោះបុគ្គលដល់ប្រសើរតែងបានទៅកើតទេវតាឬមនុស្សដល់នៅសេចក្តីប្រសើររមែងរីករាយសប្បាយនឹងឃ្លាដែលព្រះអង្គសម្ដែងដែលខ្ញុំអានសូមស្ដាប់ជាឧបនិស្ស័យទៅបុណ្យដល់ប្រសើរនឹងឯងដែលរមែងយើងចង់បានអ្វីបាននឹងឧទាហរណ៍បញ្ញកិរិយាវត្ថុទាំង10ជាកសលធម៌ថ្នាក់ទាបហើយដំបូងទីកូនចៅប្រុសស្រីធ្វើបានកូនត្រូវធ្វើទៅបញ្ញកិរិយាវត្ថុទាំង10ទី1ធ្វើទានណែបុណ្យដល់ប្រសើរហ្នឹងទានរបស់យើងមិនតាន់មានលុយដល់បញ្ជាក់ខាងដើមថាមិនតាន់មានលុយធ្វើទានជាមួយម៉ែឪទៅគឺអំពើល្អជាមួយគាត់សម្ដីល្អជាមួយគាត់ចេះគួសមលើកតម្កើងឲ្យតម្លៃលើកទឹកចិត្តមេដាបេដាដែលខំចិញ្ចឹមមកក៏មកគាត់ឲ្យលុយសុំ100គាត់ឲ្យ50ក៏វត្តលុយចោលយកទៅអីទៅប៉ុណ្ណឹងនេះគាត់ខំលះបង់ឲ្យទានមកយើងគាត់ធ្វើទានជាមួយយើងហើយគាត់ចិញ្ចឹមយើងគាត់ធ្វើទានយើងត្រូវគោរពណាត្រូវគោរពនៅអំពើល្អនៃការលះបង់ប្រកបគ្រប់ថ្វាយអង្គមលើកទទួលដៃ2ទៅដើម្បីយកទៅរស់ស៊ីឬធ្វើបន់ធ្វើទានអីនោះហើយយើងក៏ត្រូវធ្វើទានចំពោះគាត់វិញអីគឺអំពើល្អដែលអត់មានលុយអញ្ចឹងមិនដាំបាយលើកជូនគាត់ទៅកុំមកពីរៀនវិញគិតទៅបិចិច្ចណាកូនប្រុសស្រីទៅគិតទៅកុំគិតទៅបិចិច្ចអានឹងសិតទៅជារបស់ដែរនាំឲ្យវឹកវរទេជីវិតដែលអាចប្រព្រឹត្តទៅបានអាស្រ័យលើកបុណ្យចាំឲ្យច្បាស់ទេណារស់បានប្រហែលថ្ងៃប្រហែលខែប្រហែលឆ្នាំអាស្រ័យលើបុណ្យបើអស់បុណ្យទៅហើយទោះបីមានប្រហែលក៏ដោយមានលុយរាប់កោតរាប់100លានកោតក៏ដោយក៏មិនអាចទិញជីវិតនេះបានដែរតែពេលមច្ចរិកមកដល់ក៏ត្រូវទៅហើយទោះបីគិតទៅនៅក្នុងមន្ទីរពេទ្យមានពេទ្យសង្គ្រោះប្រមាណ100នាក់ក៏ដោយក៏នៅតែស្លាប់ជីវិតប្រព្រឹត្តទៅបានដោយអំណាចកម្មចាំកម្មជាកុសលនិងអកុសលដែលអាចទៅកើតឋានសួគ៌ក្តី
ព្រមលោកក្តីទៅដល់ព្រះនិព្វានក្តីអាស្រ័យលើបុណ្យទាំងអស់ចឹងការបំពេញបុណ្យនេះត្រូវស្មោះត្រង់ជាមួយបុណ្យស្មោះត្រង់ជាមួយបុណ្យបានន័យថាសទ្ធាជឿជាក់ថាសាងកម្មណាទទួលផលនៃកម្មនោះព្រះអង្គបញ្ជាក់ហើយថាបុណ្យនេះឯងរមែងជួយឧបត្ថម្ភគាំទ្រអ្នកសាងបុណ្យគឺអ្នករក្សាធម៌នេះឯងការបំពេញកុសលធម៌គ្រប់បែបយ៉ាងនេះឯងចឹងក្នុងគណៈដែលកើតមកជាមនុស្សនេះយើងមានសិទ្ធិសេរីភាពគ្រប់គ្រាន់អត់មានអ្នកណាបិទបាំងរារាំងមិនឲ្យយើងធ្វើបុណ្យទេមិនឲ្យយើងធ្វើទានរក្សាសិលចំណងសមាធិវិបស្សនាអត់មានទេអញ្ចឹងគួរប្រើប្រាស់សេរីភាពរបស់យើងក្នុងជីវិតយើងបច្ចុប្បន្ននេះទៅក្នុងអំពើល្អនៅក្នុងទានសិលភាវនាឲ្យបានច្រើនដើម្បីបានអានិសង្សដោយព្រះអង្គសម្ដែងក្នុងសភៅនេះហើយគុណចាស់ក៏បានបញ្យល់អស់ហើយដែរខ្ញុំគ្រាន់តែចូលរួមជាក់ស្ដែងទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ម្នាក់បញ្ញាក៏ខុសគ្នាទ្រព្យសម្បត្តិក៏ខុសគ្នាចំណង់ចំណូលចិត្តក៏ខុសគ្នាយកស័កអ្វីៗខុសគ្នាទាំងអស់មកពីខុសហេតុខាងដើមគឺអ្វីដឹងអត់ចឹងបានថាកុំឲ្យចំណែនឈ្នះនេះគ្នាកុំឲ្យឈ្នះនេះនាំឲ្យមានពីវរិយនឹងគ្នាកុំគុំគួនគ្នាមកអីមកពីបុណ្យចាត់ចែងស្រេចទៅហើយបាបបុណ្យគឺយើងនេះឯងយើងធ្វើបាបឲ្យរឿងរ៉ាវទុកទោសឧបទ្រពចង្រៃទាំងឡាយមានប្រមាណមកទាំងអស់បាបហ្នឹងតែនិយាយថាឆុងហ្នឹងគឺសាងបាបហ្នឹងហើយកុំសាងបាបទៅអត់អីឆុងទេអើតែសាងបុណ្យទៅចាបើសាងបាបអានឹងឆុងតែបើសាងបុណ្យអត់អីឆុងទេព្រះពុទ្ធជាម្ចាស់មិនដែលឆុងទេព្រះអង្គលោកសាងបុណ្យបារមីទៅរហូតហ្នឹងមួយទៀតមើលឲ្យមែនតើជីវិតយើងខ្លីឬវែងគិតមែនតើមកខ្លីឬវែងទៀងឬមិនទៀងអត់អីទៀងទេណាហើយក៏អត់វែងដែរប្រមាណតិចណាស់ព្រះអង្គសម្ដែងថាប្រមាណតិចណាស់ជីវិតសត្វលោកព្រះអង្គបញ្ជាក់ថាម៉េចសត្វលោកត្រូវជរាបញ្ជូនតទៅឲ្យព្យាធិបញ្ជូនតទៅឲ្យណាមរណៈណាអត់កិច្ចរួចទេចាំមកលើកឡើងឲ្យថាទោះមានលុយប្រមាណលានប្រមាណកោតអត់កិច្ចរួចពីសេចក្តីស្លាប់ហើយបើស្លាប់ហើយថាទៅណានេះដែលត្រូវគិតយើងឃើញគេឯងទាំងអស់គ្នាស្លាប់តាំងពីដើមពីតាំងពីអើយមកពីប្រមាណកាប់ផែនដីមកហើយកើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់ប៉ុន្តែសួរថាស្លាប់ទៅណាមានអ្វីជាទីពឹងហើយនៅធ្វើទីពឹងខ្លួនឯងហើយនៅពឹងកូនពឹងទ្រព្យសម្បត្តិពឹងអ្វីបានទេពឹងពេទ្យបានទេយើងឈឺរត់រកពេទ្យឲ្យពេទ្យជួយសុទ្ធតែពេទ្យរស់ឬក៏ស្លាប់ដែរចង់បញ្ចប់ស្លាប់ដូចគ្នាអញ្ចឹងអ្នកមានក៏ស្លាប់អ្នកក្រក៏ស្លាប់អ្នកល្ងងក៏ស្លាប់អ្នកមានបញ្ញាក៏ស្លាប់ប្រសង់ក៏សកត់យើងនេះក៏ស្លាប់បើស្លាប់ទាំងអស់ចង់បញ្ចប់ស្លាប់ដូចគ្នាហេតុអីក៏គុំគួនសងសឹកព្យាបាទគ្នាយកឈ្នះចាញ់ធ្វើអ្វីសួរសំណួរខ្លួនឯងទៅកើតបើគុំគួនសងសឹកកាប់សម្លាប់បាញ់គ្នាពេញតវាលពេញតប្រទេសពេញតអីទៀតពិភពលោកតែម្ដងសុទ្ធតែបានប្រយោជន៍អីទៅបើគង់តែស្លាប់ដូច្នេះគិតពិចារណាឡើងវិញជីវិតយើងតិចណាស់អញ្ចឹងបើតិចទេរស់នៅសាងអំពើល្អជាមួយគ្នាឲ្យបានច្រើនទៅប្រសាងបាបព្រះអង្គសម្ដែងថាម៉េចប្រៀបដូចជាច្រេះដែលកើតអំពីដែកច្រេះកើតអំពីដែកលោកអ្នកមើលឃើញកូនចៅប្រុសស្រីទៅមើលទៅចេះកើតពីដែកច្រេះនឹងទៅស៊ីអ្នកណាវាសម្លាប់អ្នកណាចេះនឹងវាស៊ីដែកសម្លាប់ដែកនឹងវិញយ៉ាងណាមិញព្រះអង្គបញ្ជាក់ថាម៉េចបុគ្គលបានបើសាងបាបកម្មហើយណាបាបកម្មនឹងរមែងឲ្យផលបុគ្គលនឹងវិញដោយស្រមោលអន្ទោលតាមប្រាណណាអត់បាត់ទេណាកុំតើឃើញគេអ្នកមានមកកណោឃើញអ្នកខ្លះធ្វើអំពើអាក្រក់អំពើបាបតែនៅតែមានថាឱកាសមិនតាន់ឲ្យផលបាបអត់តាន់ឲ្យផលព្រះអង្គបញ្ជាក់ថាស្រមោលអន្ទោលតាមប្រាណអត់ដាច់ទេមានឱកាសឲ្យផលហើយអញ្ចឹងបំណាច់នឹងស្លាប់ជីវិតតិចតែមួយនេះសាងបុណ្យជាមួយគ្នាបានច្រើនមិនបាច់ចំណែនឈ្នះនេះទេព្រោះគេសាងណាគេបានអ្វីគេបានអានឹងហើយគេសាងបុណ្យគេបានបុណ្យហើយ
សាងបាបបានបាបហើយព្រះអង្គសម្ដែងអត់ខុសទេអញ្ចឹងក្នុងនេះព្រះអង្គបញ្ជាក់ថាម៉េចណាពីរោះណាឃ្លាព្រះអង្គសម្ដែងបុណ្យគឺអាយុដ៏ប្រសើរផងយស័ក្តិដ៏ប្រសើរផងគេឈ្មោះដ៏ប្រសើរផងសេចក្តីសុខដ៏ប្រសើរផងកម្លាំងដ៏ប្រសើរផងរំលែងចម្រើនដល់បុគ្គលអ្នកជ្រះថ្លានិងវត្ថុដ៏ប្រសើរដឹងច្បាស់នៅធម៌ដ៏ប្រសើរជ្រះថ្លាក្នុងធម៌ព្រះពុទ្ធដ៏ប្រសើរជាតក្កណីយបុគ្គលរកបុគ្គលដទៃប្រសើរគ្មានជ្រះថ្លាក្នុងព្រះធម៌ដ៏ប្រសើរជាធម៌ប្រឆារិយកៈជាធម៌ស្ងប់រងាប់នាំមកនៅសុខជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរជាបញ្ញខេត្តរកខេត្តដតីក្រៃលែងជាងគ្មានជាអ្នកឲ្យនៅទានបុគ្គលដ៏ប្រសើរបុគ្គលអ្នកមានប្រាជ្ញាមានចិត្តតម្កល់នៅក្នុងធម៌ដ៏ប្រសើរជាអ្នកឲ្យនៅទានចំពោះបុគ្គលដ៏ប្រសើរតែងបានទៅកើតទេវតាឬមនុស្សដល់នៅសេចក្តីប្រសើររមែងរីករាយសប្បាយនឹងឃ្លាដែលព្រះអង្គសម្ដែងដែលខ្ញុំអានសូមស្ដាប់ជាឧបនិស្ស័យទៅបុណ្យដ៏ប្រសើរនឹងឯងដែលរមែងយើងចង់បានអ្វីបាននឹងឧទាហរណ៍បញ្ញកិរិយាវត្ថុទាំង10ជាកុសលធម៌ថ្នាក់ទាបហើយដំបូងទីកូនចៅប្រុសស្រីធ្វើបានកូនត្រូវធ្វើទៅបញ្ញកិរិយាវត្ថុទាំង10ទី1ធ្វើទាននេះបុណ្យដ៏ប្រសើរហ្នឹងទានរបស់យើងមិនតាន់មានលុយដូចបញ្ជាក់ខាងដើមថាមិនតាន់មានលុយធ្វើទានជាមួយម៉ែឪទៅគឺអំពើល្អជាមួយគាត់សម្ដីល្អជាមួយគាត់ចេះគួសមលើកតម្កើងឲ្យតម្លៃលើកទឹកចិត្តមេដាបេដាដែលខំចិញ្ចឹមមកក៏មកគាត់ឲ្យលុយសុំ100គាត់ឲ្យ50ក៏វត្តលុយចោលយកទៅអីទៅប៉ុណ្ណឹងនេះគាត់ខំលះបង់ឲ្យទានមកយើងគាត់ធ្វើទានជាមួយយើងហើយគាត់ចិញ្ចឹមយើងគាត់ធ្វើទានយើងត្រូវគោរពណាត្រូវគោរពនៅអំពើល្អនៃការលះបង់ប្រកបគោរពថ្វាយអង្គមលើកទទួលដៃ2ទៅដើម្បីយកទៅរស់ស៊ីឬធ្វើបន់ធ្វើទានអីនោះហើយយើងក៏ត្រូវធ្វើទានចំពោះគាត់វិញអីគឺអំពើល្អដែលអត់មានលុយអញ្ចឹងមិនដាំបាយលើកជូនគាត់ទៅកុំមកពីរៀនវិញគិតទៅបិចិច្ចណាកូនប្រុសស្រីទៅគិតទៅកុំគិតទៅបិចិច្ចអានឹងសិតទៅជារបស់ដែរនាំឲ្យវឹកវរទេមើលក្នុងស្អីព័ត៌មាន Facebook អីហ្នឹងអាកន្លែងណាល្អគួរសមតែកន្លែងខ្លះវាមិនល្អសម្រាប់យើងទៅមើលឲ្យខាតពេលវេលាក្នុងការបំពេញបុណ្យទេយកពេលវេលាគោរពម៉ែឪទៅយកពេលវេលាទៅជួយលាងចានគាត់ទៅកុំគាត់ដាំបាយឲ្យញ៉ាំហើយមកពីរៀនវិញមុខកញ្ញើទៀតបាយមិនតាន់ឆ្អិនមិនតាន់ពេលអត់ទៅជួយគាត់ទេមុខទៅប្រមោះមិនកវត្តសភៅចោលនោះស្មាននឹងមិនតាន់បានបាយស៊ីផងនេះមិនមែននិយាយស្រួលពាក្យស្ដាប់ទេណាឃ្លានចង់ងាប់ឲ្យមិនតាន់បានបាយស៊ីសួរថាពេលនឹងមិនក៏មិនទៅជួយគាត់ផងមកអង្គុយចុចទូរស័ព្ទគិតថាគាត់ជាអ្នកខ្ញុំបម្រើឬយ៉ាងណានឹងខ្វះការធ្វើទាននឹងបាបជាមួយម៉ែឪធ្ងន់ណាស់អញ្ចឹងធ្វើទាននឹងឲ្យជាមួយបើថាមិនមានលុយទ្រព្យសម្បត្តិទៅជួយអ្នកណាទេជួយម៉ែឪមុនគេសិនទៅជួយម៉ែឪឈ្មោះថាជួយខ្លួនឯងធ្វើទានធ្វើបុណ្យឈ្មោះអីឈ្មោះថាធ្វើល្អខ្លួនឯងបុណ្យនឹងបានមកស្អីនេះយសដល់ប្រសើរលៀបដល់ប្រសើរស្អីស្អីសិតគិតទៅយកសេចក្តីថ្លៃថ្នូរអ្វីបានទាំងអស់អាស្រ័យលើបុណ្យអញ្ចឹងអ្នកណាធ្វើអ្នកណាឲ្យខ្លួនយើងជាអ្នកឲ្យខ្លួនយើងយើងជាអ្នកអន្សំអំពើល្អជាមួយម៉ែឪគ្រប់ម៉ែឪឲ្យបានច្រើនទៅណាមួយទៀតមិនរក្សាសិលកូនត្រូវគិតណាកូនគិតថាសិលវាប្រច្រាស់ជាមួយនឹងការសបាយរីករាយរបស់ខ្លួនឯងផ្ទាល់រាល់ថ្ងៃតាមពិតណាមិនមែនជាការប្រច្រាស់នៅទឹកចិត្តរបស់យើងទេមកពីយើងមិនព្រមទទួលយកសិលនឹងឯងជាមរតកដ៏សំខាន់សម្រាប់យើងទានក៏ដូចគ្នាទានជាមរតកសំខាន់សម្រាប់យើងព្រោះអីយើងចែកមរតកឲ្យខ្លួនឯងចែកមរតកឲ្យខ្លួនឯងគឺបុណ្យកុសលនេះឯងការធ្វើទាននឹងចែកមរតកឲ្យខ្លួនឯងគឺឲ្យមានទ្រព្យចែកមរតកឲ្យមានទ្រព្យអានិសង្សមានទៀតមានទ្រព្យផងមានគេគោរពស្រឡាញ់ផងមានញាតិផងមានអីពេលស្លាប់ទៅមិនវែងមានសម្បត្តិទេវលោករងចាំទៀតណាចែកទ្រព្យឲ្យខ្លួនឯងដល់ការធ្វើទានមួយទៀតចែកទ្រព្យឲ្យខ្លួនឯងដល់សាសិលយើងបានចែកទ្រព្យសម្បត្តិឲ្យខ្លួនឯងហើយនៅគិតតែទៀមទាយពីគេតែខ្លួនឯងដែលត្រូវចែកខ្លួនឯងអត់គិតម៉ែឪខ្លះក៏អញ្ចឹងដែរគិតតែចិញ្ចឹមកូនតម្រូវចិត្តកូនអត់គិតថាកូនហ្នឹងគួរតម្រូវចិត្តត្រឹមណា
ដើម្បីកុំឲ្យគេនឹងវាទៅដើរផ្លូវខុសបើតម្រូវចិត្តកូនតាមទំនឹងចិត្តរបស់គេនាំឲ្យគេធ្លាក់នរកអត់អំពើទេព្រោះអីគេតើទៅអបាយមុខចាមានលុយច្រើនទៅអបាយមុខហើយបើខ្វះការអប់រំនៅក្នុងធម៌ហើយទៅស្រីស្រាលបែងស្រីស្រាលបែងនឹងធ្លាក់នរកអញ្ចឹងចិញ្ចឹមកូនត្រូវគៀងកូនឲ្យរក្សាសិលឲ្យបានរក្សាសិលជាមរតកដ៏ធំបំផុតដែលមិនងាយរកបានមនុស្សត្រូវមានសិលបើខ្វះសិលហើយស្រេចហើយវាអត់ដឹងថាម៉េចព្រះអង្គសម្ដែងថាមិនមែនជាមនុស្សហេតុអីបានមិនមែនជាមនុស្សកូនត្រូវចាំបើកូនទៅលួចគេចាប់បានដាក់គុកលេខឈ្មោះថាល្អទៀតហើយគេឈ្មោះថាអីចោលហើយបើចេញពីគុកគេថាអូអានេះចោលលួចគេសួរតកិត្តិយសនៅឯណាសម្រាប់គេវិញក៏ចូលគុកដូចគ្នាអញ្ចឹងសួរតែមនុស្សទៀតទេអត់ទេព្រះអង្គសម្ដែងថាខ្លួនជាមនុស្សមែនប៉ុន្តែចិត្តជាដេរឆានណាកូនចាំខ្លួនជាមនុស្សមែនតែចិត្តជាដេរឆានទៅសម្រាប់គេលួចប្លន់គេលួចប្រពន្ធកូនគេផឹកស្រាគ្រឿងញៀនតែវ៉ែពេញហ្នឹងសួរតែប្រទេសជាតិត្រូវការទេមនុស្សប្រមឹកមនុស្សស្រវឹងមនុស្សគ្រឿងញៀនមនុស្សល្ងងខ្លៅប្រទេសណាក៏ដោយគេកសាងប្រទេសជាតិគេត្រូវការមនុស្សចេះដឹងមនុស្សមានគុណធម៌មានមនុស្សដែលគិតប្រយោជន៍ទូទៅច្រើនជាងខ្លួនឯងជាមនុស្សដែលហ៊ានលះបង់នឹងបានទៅដឹកនាំប្រទេសជាតិបានទៅក្នុងក្រសួងមន្ទីរក៏ដោយកន្លែងសហគមន៍ណាក៏ដោយបើគ្មានការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រយោជន៍រួមប្រយោជន៍ប្រទេសជាតិទេនោះមិនល្អឡើយអញ្ចឹងយើងត្រូវគិតណារក្សាសិលនោះសំខាន់ណាស់លះបង់អំពើអាក្រក់យើងយកឈ្នះអ្វីៗទាំងអស់បានទៅកាប់ចាក់យកឈ្នះចាញ់អីជាមួយគេអីមកផ្លេតនឹងបានប៉ុន្តែដើម្បីអីដើម្បីបាត់បង់ទៅវិញឈ្នះអ្វីៗទាំងអស់មិនប្រកាសថាឈ្នះរហូតហើយក៏មិនមែនមានផលល្អមកវិញដែរគឺឲ្យខ្លួនឯងបរាជ័យខ្លួនឯងដោយសារតែយើងយកឈ្នះទៅក្នុងអំពើបាបកម្មផ្ទៃទៅវិញកូនចាំណាកូនត្រូវចាំឈ្នះខ្លួនឯងប្រសើរជាងត្រង់អីឲ្យអភ័យទៅគេយើងឈ្នះរហូតឈ្នះនរកប្រែតដេរឆានសុរកាយអបទៅឈ្នះទៅនឹងមួយល្អណាស់ការរក្សាសិលគឺឈ្នះនរកប្រែតដេរឆានអសុរកាយនេះអញ្ចឹងឈ្នះចិត្តអាក្រក់ខ្លួនឯងមានន័យថាឲ្យសុភមង្គលនិងសេចក្តីថ្លៃថ្នូរមកឲ្យខ្លួនឯងនិងក្រុមគ្រួសារប្រទេសជាតិតែបើឈ្នះអ្នកដទៃវិញកូនយកឈ្នះអ្នកណាមួយក៏ដោយក៏អត់ប្រយោជន៍ដែរគង់តែស្លាប់ហើយស្លាប់ទៅណាធ្លាក់នរកទៀតសួរតាគួរទេគួរឈ្នះដើម្បីធ្លាក់នរកទេឬក៏ឈ្នះដើម្បីឡើងឋានសួគ៌ត្រូវឈ្នះចិត្តអាក្រក់ខ្លួនឯងដើម្បីឡើងឋានសួគ៌ដើម្បីកើតជាមនុស្សដែលមានភាពល្អប្រសើរក្នុងរុងរឿងថ្កុំថ្កើងដែលជាមលុបឲ្យគេជ្រោកចាំមកកូនណាឈើធ្វើមលុបឲ្យមនុស្សជ្រោកបានច្រើនណាស់គេមកគេទៅមិនដែលទៀមទីអ្វីពីអ្នកជ្រោកទេអញ្ចឹងកូនត្រូវព្យាយាមធ្វើមលុបឲ្យមកពុកម្ដាយយើងជ្រោកផងឲ្យក្រុមញាតិជ្រោកផងឲ្យមនុស្សទាំងឡាយជ្រោកផងឲ្យពិភពលោកជ្រោកផងដោយមិនបាច់ទៀមទីអ្វីទាំងអស់ប្រៀបដូចជាដើមឈើកូនត្រូវធ្វើជាដើមឈើទៅគេគង់តែដឹងគុណទេតែមិនបាច់ទៀមទីឲ្យគេដឹងទេប្រឹងតែធ្វើល្អទៅផលល្អនឹងបាននៅសេចក្តីសុខមិនខានឡើយសូមអនុមោទនា